ចូល channel IT កូនខ្មែរដែលរៀបរៀងដល់ខ្ញុំបានផ្ទាល់មិនដែលផ្សាយហើយនៅពេលនេះខ្ញុំមានមេរៀនមួយទាក់ទងទៅនឹងការបង្កើត blogger បាទបងប្អូនណាមិនទាន់បាន subscribe លើ YouTube channel របស់យើងខ្ញុំសូមបងប្អូនទាំងគ្នាធ្វើការ subscribe ហើយបងប្អូនបានចុចទៅលើ link នៅមួយនៃវីដេអូរបស់យើងខ្ញុំហើយបងប្អូនយកពាក្យថា subscribe រួចជាពាក្យកណ្ដឹងនោះបងប្អូនទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាមួយនឹង IT កូនខ្មែរបាទសូមអរគុណនៅពេលនេះខ្ញុំមានមេរៀនមួយទាក់ទងនឹងការរកលុយជាមួយនឹង blogger website ហើយ website blogger នេះគឺវាមានលក្ខណៈងាយស្រួលក្នុងការបងប្អូនដើម្បីរកលុយជាមួយនឹង Google AdSense សូម្បីតែ YouTube channel ក៏យើងរកលុយជាមួយនឹង Google AdSense ដែរអញ្ចឹងទាក់ទងជាមួយនឹង blogger វាមានភាពងាយស្រួលជាង YouTube channel ទៀតដែលក្រុមបងប្អូនធ្វើតាមមេរៀនរបស់យើងខ្ញុំនោះបងប្អូននឹងមានឱកាសដើម្បីរកលុយជាមួយនឹង Google AdSense អូខេឥឡូវដើម្បីចាប់ដើមរៀនមេរៀនទាក់ទងជាមួយនឹង blogger សូមបងប្អូនធ្វើការសិក្សាជាមួយខ្ញុំទី1បងប្អូនត្រូវមាន Google account Gmail ណាដើម្បីជា address មួយសម្រាប់ blogger របស់យើងដើម្បីយើងធ្វើការបង្កើត blogger បានបងប្អូនត្រូវយក link នេះ http://www.blogger.com ឬក៏បងប្អូនអាច copy ដាក់មកនៅក្នុង internet browser ណាមួយខ្ញុំប្រើ Microsoft Edge ចា៎blogger គឺជា website មួយដែលយើងអាចធ្វើការបង្កើត address website យើងមួយសម្រាប់តខ្លួនងាយស្រួលក្នុងការយើងអស់អ្វីផ្សេងៗដែលអាចជាការចង់បានឬក៏ការចង់ធ្វើរបស់យើងហើយវាមានលក្ខណៈងាយស្រួលបំផុតហើយក៏តែយើងធ្វើការសិក្សាជាមួយខ្ញុំហើយយើងអនុវត្តអត់គ្នាអញ្ចឹងពេលដែលយើងចូលដល់ interface របស់ blogger យើងត្រូវចុចពាក្យថា create យក blog អញ្ចឹងសារៈបញ្ជានៃ blogger គឺជាការបង្កើត website មួយដែលមិនបាច់ចាំបាច់ទិញ domain ឬចាំបាច់ទិញ hosting នេះបងប្អូនគ្រាន់តែធ្វើការចុះឈ្មោះជាមួយនឹង blogger website ហ្នឹងទៅគឺបងប្អូនអាចធ្វើការ design ធ្វើការបង្កើតនៅ website address មួយសម្រាប់ផ្ទាល់ខ្លួនឬក៏អាចធ្វើការផ្សព្វផ្សាយផ្សេងៗបានហើយក៏អាចចុះឈ្មោះជាមួយនឹង Google AdSense បានដែរឥឡូវខ្ញុំចង់បង្រៀនបងប្អូនឲ្យជ្រើសយកឧទាហរណ៍ address មួយចុះខ្ញុំយក address មួយនេះចុះ Gmail អូខេពេលដែលបងប្អូនធ្វើការ blog ជាមួយនឹង Gmail បងប្អូនត្រូវដាក់ password ឲ្យបានច្បាស់លាស់ហើយអត់បានសុវត្ថិភាពជាងនេះអូខេ password មួយនេះប្រហែលជាមានបញ្ហាជាងខ្ញុំសុំដូរទៅ Gmail មួយទៀតអូខេចាំតិចអូខេដល់ហើយនេះគឺជា Gmail របស់យើងធ្វើការ update ទេបើយើង update នៅសាកក៏បានយើងមិន update ក៏យើងក៏អាចធ្វើបានដែរបើចង់ដាក់ recovery mail ក៏សិនយើងនេះខ្ញុំបានបញ្យល់ឲ្យតទៅជាមួយនឹងការពីមេរៀនមុន blogger គឺងាយស្រួលរកលុយណាស់ឲ្យតែយើងឆ្លាតវៃក្នុងការរកអ្វីដែលជាកំណត់ថ្មីហើយអ្វីដែលអាចធ្វើឲ្យតាក់ទាញមនុស្សមើលច្រើននោះគឺជាអ្វីដែល blogger ចង់បានពីយើងឥឡូវដល់ចំណុចមួយនេះគេចង់ឲ្យយើងបង្កើតឈ្មោះ blogger មួយណាឈ្មោះ blogger មួយយើងចង់បានបង្កើតអញ្ចឹងយើងអាចបង្កើតឈ្មោះណាមួយក៏បានដែរដែលយើងចង់បានឥឡូវដាក់ថា
money YouTubeដុល្លារអូខេយើងដាក់ថា money YouTube ដុល្លារអានេះគឺជាចំណងជើងដែលខ្ញុំដាក់ទេតែបងប្អូនអាចដាក់ដោយមិត្តភ័ក្តិអាចដាក់តាមអ្វីដែលមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាចង់បានណាកុំបាច់ធ្វើតាមខ្ញុំទេអ្វីដែលបងប្អូនគិតថាបងប្អូនចង់ដាក់ឈ្មោះដែលបងប្អូនគិតថាល្បីល្បាញឬក៏អាចបង្កើតទៅធ្វើឲ្យគេចាប់អារម្មណ៍អញ្ចឹងណាអញ្ចឹងពេលដែលយើងចូលដល់ចំណុចនេះ blogger តម្រូវឲ្យយើងដាក់ឈ្មោះ blogger address ណាអញ្ចឹងយើងគ្រាន់តែចូលមើលតាម description នេះគឺជាអ្វីដែលគេថា Your language preference the blogger can be changed in your Google account ណាអានេះបងប្អូនមើលដល់នោះទេអត់មានពេលមើលអត់ទេឥឡូវយើងចូលទៅក្នុងការ create blog ណាដើម្បីបង្កើត address ឥឡូវយើងបញ្ជាក់ថា title របស់យើង money YouTube ដុល្លារហើយយើងវាយតាម money ទៅវាយតាមខ្ញុំ YouTube ដុល្លារ sport YouTube អត់មានអាចដាក់សញ្ញាផ្សេងបានទេណា YouTube digital ហ្នឹងទៅតែយើងអាចដាក់ដែរថា technology ហ្នឹងណា.blog .com ណាអាហ្នឹងស៊ីសងលើអ្នកនរគ្នាចង់សិក្សាររមើលអ្វីដែលថ្មីហើយអ្វីដែលគេអនុញ្ញាតឲ្យយើងបង្កើតបានណាទីគឺជា address មួយដែលយើងបង្កើតបានឈ្មោះថា money YouTube technology blogspot.com អញ្ចឹងបើសិនគេចេញសញ្ញាទីបែបនេះបានន័យថា blogger ប្រមឲ្យយើងបង្កើត address នេះបានteam តាក់ទង team គឺជាការ design អញ្ចឹងជាធម្មតាខ្ញុំឆ្លាញ់ team រូបកូនឆ្កែនេះដល់ពេលយើងចុចទៅវានឹងចេញទៅតាម QQ ឲ្យយើងនឹងយើងយកថា select នៅវាយើងយកថាពាក្យថា create blog អូខេពេលយើង create blog រួចរាល់នោះវានឹងចេញ description ឲ្យយើងមើលដែរហ្នឹងឯងខ្ញុំធ្វើការបាត់ទៅដូច្នេះយើងនឹងទទួលបាន blogger មួយដែលមានឈ្មោះថា money YouTube ដុល្លារដែល address របស់វា address របស់វាគឺ your money YouTube technology .blogspot.com ណាអូខេឥឡូវយើងទទួលបាន blogger មួយហើយនេះគឺជា interface របស់ blogger ហើយនៅមេរៀនបន្តទៀតនេះគឺជា address ដែលយើងចុចជាមួយនេះគឺជា address Google Gmail ដែលយើង blog ដែលយើងចុចជាមួយនឹង blogger ហើយនៅមេរៀនក្រោយៗខ្ញុំនឹងរៀនអ្នកនរគ្នាអំពីការបង្កើត post page ហើយ layout theme ហើយcheck មើល setting របស់វាណាហើយនៅមេរៀននេះគឺចប់តែត្រឹមនេះឥឡូវយើងមុននឹងខ្ញុំបញ្ចប់យើងសូម review មើលនៅ interface របស់ blogger របស់យើងអត់ទាន់មានអីទេគឺតែទេស្អាតណាដល់តែយើងអត់បាន design អ្វីទេដល់ពេលយើង design យើងចុច design កន្លែងនេះនោះហើយយើងធ្វើការសិក្សាជាមួយគ្នាបន្តទៀតនៅវីដេអូក្រោយហើយនៅពេលនេះខ្ញុំសូមអរគុណនៅការតាមដានវីដេអូរបស់ខ្ញុំសូមលោកអ្នកធ្វើការ subscribe នៅលើ channel ដើម្បីទទួលបានវីដេអូថ្មីណាបើចង់អភិវឌ្ឍខ្លួនធ្វើការសិក្សាជាមួយខ្ញុំទាំងអស់គ្នាដើម្បីស្វែងយល់អ្វីដែលថ្មីហើយអ្វីដែលយើងអ្នកគ្នាមិនធ្លាប់ដឹងធ្លាប់ឮសម្រាប់អ្នកថ្មីខ្ញុំមិននិយាយសម្រាប់អ្នកដែលគាត់ធ្លាប់ធ្វើការរៀនសូត្រតាក់ទងជាមួយការរស់តាម YouTube ឬក៏តាម website ឬក៏តាម Facebook អីទេណាខ្ញុំនិយាយតែអ្នកណាមិនទាន់បានសិក្សាទេអរគុណហើយនៅពេលនេះក៏ដល់ទីបញ្ចប់ខ្ញុំបាទក៏សូមជម្រាបលាហើយយើងនឹងបន្តការសិក្សានៅពេលក្រោយទៀតតាក់ទងលម្អិតតាក់ទងការបង្កើត blogger នេះហ
ហើយមេរៀននេះគឺតសូមបញ្ចប់ត្រឹមនេះដែរយើងជួបគ្នានៅមេរៀនក្រោយហើយយើងនឹងធ្វើការ design របស់គ្នាណាអរគុណបាយបាយ